អ្នកបងទី2លោកម្ចាស់ឈានឲ្យសួរសុខទុំតាមពិនជាគេទេយ៉ាងម៉េចដៃជើងគេរបួសមិនតាន់គ្រប់ហ៎ចង់ឲ្យយើងវាយធ្ងន់ជាងនេះទៀតមិនប្រមាណកម្លាំងខ្លួនមកលេងចាំនេះម៉ាក់ទៅមិនទៅខ្ញុំទៅនឹងពួកគេឯងរបួសធ្ងន់ជាងម៉ាក់ទៅស្អីចង់ទៅជាមួយគ្នាម៉ាក់អបខ្ជិះជាពេលវេលាទៅពួកនាងតែពីរនាក់ត្រូវតែស្លាប់ទីនេះមិនអាចរួចខ្លួនបានទេអ្នកស្លាប់គឺពួកឯងទៅវិញទេគ្រូប៉ាឈូហេតុអីគេមិនអញ្ចឹងនេះចាស់ស្ទាក់យើងឯងមានតែប្រថុយជីវិតហើយពេលនាងឈិនមិនចាំបាច់ទេខ្ញុំជាគ្រូពេទ្យស្អប់បំផុតឃើញមនុស្សល្អត្រូវប្រថុយជីវិតតែបើជន់អន្តពេលវិញនោះខ្ញុំនឹងចាត់ការមិនប្រណិតទេគ្រាន់តែជាពេទ្យមួយក្រុមហ៊ានលូកដៃនឹងរឿងរបស់ជាផងពួកឯងក៏មិនធូរដៃសម្រាប់ពួកគេទាំងអស់ទេអ្នកណានិយាយថាគ្រូពេទ្យមិនចេះសម្រាប់មនុស្សនេះយើងចូលទៅអ្នកបងទី1ពេលនេះគួរតែជឿលើពួកខ្ញុំហើយតែមិនអាចទេពួកលោកជាអ្នកណាទៅប្រកាសជាអ្នកជួយអ្នកបងហើយនៅក្រុងហ្វឹងក្រៅពីឈូហឹងនិងឈិនធានមានអ្នកណាដែលប្រឆាំងនឹងអ្នកបងទៀតទេគ្មានអ្វីដែលត្រូវខ្ញុំអើទេដែលមានអ្នកជួយអ្នកបងនោះមិនអាចទេលោកដឹងពីលូហឹងនិងឈិនធានមិញអ្នកបងរបួសមិនទាន់ជានៅឡើយទេពួកយើងទៅបន្ទប់សិនទៅចាំនិយាយគ្នាទៀតនេះយោឈិនគឺផែនការមិនបានសម្រេចទេទៀតល្ងងមែនសុទ្ធតែបំបងបាយសុទ្ធតែពួកល្ងងច្រើនឆ្នាំមកនេះនៅតែមិនអាចទប់ភាពច្រឡោតបានទៀតបងលូមិនក៏បងមកវិញបើយើងមិនត្រឡប់មកវិញឯងសម្រាប់សិនមីនោះបានតែទេបើយើងដឹងពីដំបូងយើងមិនប្រគល់អាជីវកម្មក្រុមហ្វឹងឲ្យអាកំសាឯងទេបងលូនេះមិនអាចបន្ទុកខ្ញុំទីស្រីចង្រៃសិនមីនោះសម្លាប់យ៉ាងម៉េចក៏មិនសម្លាប់ដែរដូចជាបិសាចច្រើនឆ្នាំមកនេះល្ងងណាស់មែនទេអ្នកណាថាសម្លាប់មនុស្សម្នាក់ត្រូវតែវាយមនុស្សម្នាក់សម្លាប់ទៅយើងមានវិធីនឹងសិនមីលោកធ្លាប់ជាពេទ្យទាហាននេះមេពួកលោកពិតជាចិត្តល្អមែនលោកមិនត្រឹមតែជាពេទ្យប៉ុណ្ណោះទេថែមទាំងជាអង្គរៈការពារទីមេពួកខ្ញុំជាមនុស្សនៅក្នុងពិភពគុណជាមិនផុតពីមានសត្រូវហើយមានខ្ញុំនៅគឺសុវត្ថិភាពបំផុតអញ្ចឹងពេលនេះលោកអាចប្រាប់ខ្ញុំថាមេរបស់ពួកលោកជាអ្នកណាបានហើយនៅអ្នកបងរឿងនេះមេពួកខ្ញុំចង់មកប្រាប់អ្នកបងនៅផ្ទាល់ប៉ុន្តែអ្នកបងពូកែយ៉ាងនេះខ្ញុំជឿថាអ្នកបងអាចទេដឹងបានណាអ្នកបងទី1នៅនាងឋានអ្នកទាំងពីរសម្រាប់សិនចុះម៉ាក់ទេដឹងថាជាអ្នកណាហើយតាមែនទេម៉ាក់នឹងទៅសួរគេដល់ផ្ទាល់សៀមីសិនហ៊ានអ្នកទាំងពីរមកវិញហើយមិនអីទេម៉ាក់លោកគ្រូលេងមកទីនេះដើម្បីបង្ហាញការកសាំសៀវហានតូនទៅទិញបន្លែទៅម៉ាក់មានការពិភាក្សានឹងលោកគ្រូលីនសៀវហានទៅទិញបន្លែទៅម៉ាក់មានការពិភាក្សានឹងលោកគ្រូលីនលោកគ្រូលីនមិនថាម៉ាក់ខ្ញុំសួរអ្វីទេលោកគ្រូត្រូវតែនិយាយនៅពាក្យពិតលោកគ្រូអង្គុយទៅស្រែកទឹកទេផឹកតែទៅសិនមីនាងធ្វើស្អីនឹងខ្ញុំសម្អាតបន្តិចសិនលោកមិនត្រឹមតែជាគ្រូបង្រៀនធម្មតាទេមែនទេថ្មីដៃពូកែយ៉ាងនេះសិនមីទើបតែត្រូវរបួសហើយកុំធ្វើចឹងអីលោកត្រូវផ្ដល់នូវការបកស្រាយមួយឲ្យខ្ញុំលោកត្រូវផ្ដល់ការបកស្រាយមួយឲ្យខ្ញុំសិនមីខ្ញុំធ្វើអីឲ្យនាងខឹងមែនទេបានជាប្រើកម្លាំងយ៉ាងនេះលោកគ្រូលីនលោកបានលេបទៅដល់អាកំបាំងរបស់លោកហើយនេះមានន័យថាម៉េចទៅនៅសម្ដែងទៀតអីលោកគ្រូលីនមិនដឹងមែនទេមិនដឹងទេប្រហែលថ្ងៃដែលខ្ញុំត្រូវរបួសការរៀបចំរបស់គ្រូលីនបញ្ជាក់ច្បាស់ណាស់នៅនិយាយថាមិនដឹងទៀតទេខ្ញុំពិតជាមិនដឹងមែននិយាយស្អីនឹងនៅមានទៀតសិនមីនាងហៅខ្ញុំជាឈូទៅហើយជាឈូក្នុងនាមជាមិត្តភក្តិពេលនេះពួកយើងគ្មានស្អីនឹងគ្នាទេហើយលោកអញ្ចឹងបានដែរសិនមីថ្ងៃនេះនាងឆេវឆាវពីហើយខ្ញុំមិនរំខាននាងទេចាំស្អែកចាំមកទៀតកុំតែសិនមីនាងលេងមែនតើណាអីខ្ញុំមិនចូលចិត្តមនុស្សកុហកនោះទេអូប្រយ័ត្នសិនមីខ្ញុំមិនបានកុហកនាងទេអញ្ចឹងលោកបកស្រាយច្បាស់មកចំនួនយើងរៀនសកលសិល្បៈក្បាច់គុណគឺសំខាន់ចំពោះសុខភាពខ្លាំងណាស់លេងសាយទៀតអី
លោកគ្រូលីនបារម្ភពីវ៉ែនតានេះខ្លាំងម្ល៉េះ ដូចក្រេភ្នែកខ្ពស់បើគ្មានវេតាខ្ញុំជាមនុស្សខ្វះហើយ ដើរក្រេភ្នែកឡើងខ្ពស់ម៉េចកញ្ចក់វ៉ែនតាស្រាលយ៉ាងនេះលោកគ្រូលីនចង់លាក់សមាសភាពពិតរបស់ខ្លួននេះ